Doctorly Talks ថ្ងៃនេះយើងនិយាយអំពីផ្នែកមួយនៃប្រព័ន្ធរំលាយអាហារគឺយើងនិយាយអំពីមុខងារលំពែងបាទលំពែងមានមុខងារអីខ្លះហើយប្រសិនបើលំពែងមានការចុះខ្សោយនោះតើមានរោគសញ្ញាបែបណាដែរបាទលំពែងមានមុខងារច្រើនក្នុងនោះមានមុខងារសំខាន់ទី1គឺមុខងាររំលាយអាហារមុខងារទី2គឺវាបញ្ចុះស្ករនិងដំឡើងស្ករក្នុងពេលតែមួយវាផលិតសារធាតុបញ្ចុះស្ករផងវាផលិតសារធាតុដំឡើងស្ករផងមុខងារទី3គឺវាជួយទប់លំនឹងជាតិអាស៊ីតទប់លំនឹង homeostasis ហើយមុខងារទី4គឺវាជួយបន្សាបជាតិពុលជួយទប់លំនឹងកុំឲ្យរាងកាយរបស់យើងនឹងឡើងជាតិពុលឬក៏ឡើងអាស៊ីតចា៎ត្រឡប់មកមុខងារលំពែងនៅក្នុងការរំលាយអាហារគឺលំពែងរបស់យើងផលិត enzyme គេហៅ enzyme រំលាយអាហារជាក្រុមតែម្ដងគេហៅ pancreatic elastase 1ដែលនៅក្នុងនោះមាន enzyme ដែលគេយកទៅរំលាយអាហារសម្បូរស្ករដូចជាបាយនំប៉័ងឬក៏ដំឡូងជាដើមអង់ស៊ីមមួយទៀតរំលាយខ្លាញ់ដើម្បីឲ្យយើងអាចនឹងស្រូបខ្លាញ់យកទៅប្រើប្រាស់ជាថាមពលឬមួយក៏ប្រើប្រាស់ខ្លាញ់ធ្វើជាការជួសជុលរាងកាយមុខងារមួយទៀតគឺបំបែកជាតិប្រូតេអ៊ីនគឺជាតិសាច់ឲ្យទៅជាអាមីណូអាស៊ីតដែលអាមីណូអាស៊ីតហ្នឹងជ្រាបចូលទៅក្នុងឈាមដើម្បីយកទៅទ្រទ្រង់ដំណើរការជីវិតរបស់មនុស្សចា៎ហើយអញ្ចឹងបើសិនជាយើងនិយាយអំពីមុខងារប្រព័ន្ធរំលាយអាហាររបស់លំពែងសួរថានៅពេលដែលលំពែងវាមានការរលាកវាមានការចុះខ្សោយតើមានរោគសញ្ញាអ្វីគឺរោគសញ្ញាហ្នឹងគឺវាចេញអំពីប្រព័ន្ធរំលាយអាហារដែលរោគសញ្ញាសំខាន់ជាងគេមួយគឺមនុស្សហ្នឹងគេហៅថាញ៉ាំអីខុសញ៉ាំអីបន្តិចខុសឧស្សាហ៍ញ៉ាំអាហារខុសជាញឹកញាប់គឺញ៉ាំចូលទៅអាចនឹងចុកពោះក្រោយការញ៉ាំអាចនឹងហើមនឹងឆ្អល់នឹងរាគរហូតដល់អស់ជាតិរបស់វាបានយើងអាចនឹងធូរស្រាលឡើងវិញហើយមិនថាការព្យាបាលបែបណានៅតែញ៉ាំអាហារខុសហើយមិនដឹងថាអាហារបែបណាដែលខុសទេគឺចង់ឈឺក៏ឈឺទៅចង់អត់ឈឺក៏អត់ទៅរោគសញ្ញាមួយទៀតគឺយើងអាចសង្កេតឃើញថានៅក្នុងលាមករបស់យើងញ៉ាំអីទៅចូលចិត្តតែចេញមកវិញទាំងដុំឧទាហរណ៍ថាញ៉ាំការ៉ុតឆៅចេញមកវិញការ៉ុតឆៅមានទាំងដុំញ៉ាំត្រកួនចេញត្រកួនមកហើយមានពេលខ្លះបើសិនជាយើងពិនិត្យនៅក្នុងមីក្រូទស្សន៍មានអាហារសរសៃមានជាតិសរសៃប្រូតេអ៊ីនជាតិសាច់ហើយក៏អាចមានជាតិខ្លាញ់នៅក្នុងលាមករបស់យើងដែរបើទោះជាយើងមើលនឹងភ្នែកទទេមិនឃើញក៏ដោយចា៎ហើយបើសិនជាចុកពោះវិញគឺគាត់រាកឈូគឺរាកសុទ្ធតែទឹកហើយក៏បាត់វិញទៅហើយនៅពេលដែលយើងទុករោគសញ្ញានឹងរយៈពេលវែងបន្តិចទៀតគឺយើងអាចនឹងមានរោគសញ្ញាបន្តទៀតអាចចូលមកដល់អញ្ចឹងអានឹងជាផលវិបាកនៃការខ្សោយមុខងារប្រព័ន្ធរំលាយអាហារគឺយើងដឹងហើយថាលំពែងជាអ្នករំលាយអាហារអញ្ចឹងមានន័យថាវាជាអ្នកធានាខុសត្រូវដើម្បីបំបែកបាយហើយស្រូបយកស្ករចូលទៅក្នុងឈាមដើម្បីយកទៅប្រើប្រាស់អញ្ចឹងនៅពេលដែលវារលាកគឺញ៉ាំអាហាររួចគឺគាត់ធ្លាក់ជាតិស្ករទី1ឧស្សាហ៍ធ្លាក់ជាតិស្ករហើយទី2ពេលដែលញ៉ាំខ្លាញ់គឺខ្លាញ់ហ្នឹងវាអត់បានជ្រាបទៅទេមានពេលខ្លះខ្វះខ្លាញ់ដែលគេយកទៅប្រើប្រាស់ជាថាមពលអញ្ចឹងមិនសូវមានកម្លាំងមួយទៀតអាចនឹងខ្វះជាតិអាមីណូអាស៊ីតដែលស្រូបចេញអំពីសាច់អញ្ចឹងពេលដែលខ្វះជាតិអាមីណូអាស៊ីតទៅជាខ្វះគ្រាប់ឈាមក្រហមទៅជាអស់កម្លាំងលហិតលហើយទៅជាឧស្សាហ៍ពុលឧស្សាហ៍ថប់ដង្ហើមទៅជាគេងមិនលក់ទៅជាឆាប់ភ័យឆាប់ខ្លាចឆាប់រន្ធត់ទៅជាខ្វះអង់ស៊ីមរំលាយអាហារបន្តទៀតអញ្ចឹងអ្វីដែលពាក់ព័ន្ធជាមួយនឹងសាច់សូម្បីតែប្រព័ន្ធការពាររាងកាយអង្គពីកយកទៅសម្រាប់មេរោគក៏យើងធ្លាក់ចុះជាបន្តដោយសារយើងខ្វះសារធាតុអាមីណូអាស៊ីតដែលកើតចេញអំពីអាហារសាច់ដែលត្រូវបានរំលាយដោយលំពែងហើយបញ្ជ្រាបចូលក្នុងឈាមរបស់យើងយកទៅប្រើប្រាស់ចា៎ហើយនៅពេលដែលខ្សោយអញ្ចឹងយូរទៀតគឺអាហារហ្នឹងវាជ្រាបទៅទាំងដុំឧទាហរណ៍ថាយើងញ៉ាំបាយខ្លាយគឺជាស្ករចូលទៅក្នុងឈាមអាហ្នឹងអត់អីទេតែនៅពេលដែលញ៉ាំបាយហើយបាយហ្នឹងរំលាយមិនល្អគឺស្ករហ្នឹងវាចងជាប់គ្នាម្ដុំហើយម្ដុំទៀតដូចច្រវាក់អញ្ចឹងតែ2 3ដុំយូរទៅគឺយើងចាប់ផ្ដើមមានអាឡែស៊ីនឹងបាយបើសិនជាសាច់អាឡែស៊ីនឹងសាច់បើសិនជាបន្លែអាឡែស៊ីនឹងបន្លែអញ្ចឹងយើងមានគេហៅ food intolerance មានន័យថាការញ៉ាំហ្នឹងខុសកាន់តែធ្ងន់ណាស់កាលពីមុនខុសត្រឹមតែចុកពោះហើយឥឡូវខុសហ្នឹងវាទៅជាថប់ដង្ហើមទៅជាអស់កម្លាំងលហិតលហើយទៅជាពុលទៅជាលើសឈាមទៅជាបេះដូងដើរញាប់ទៅជាឈឺក្បាលទៅជាភ័យរន្ធត់ទៅជាឈឺសន្លាក់ដៃសន្លាក់ជើងជាដើមអញ្ចឹងអាហ្នឹងគេហៅរោគសញ្ញាបន្ទាប់នៅពេលដែលផលវិបាកនៃជំងឺរំលាយអាហាររបស់លំពែងដែលវាចុះខ្សោយរយៈពេលវែងចា៎រោគសញ្ញាមួយទៀតគឺនៅពេលដែលអាហារហ្នឹងមិនត្រូវបានរំលាយទីមួយយើងខ្វះហើយ
dương khoaសារធាតុយកទៅត្រត្រង់ប្រព័ន្ធការពាររាងកាយអញ្ចឹងវាដុសមេរោគហ្នឹងវាដុសក្នុងពោះវៀនតូចច្រើនមែនតើចាហើយមួយទៀតនៅពេលដែលអាហារហ្នឹងវាអត់រំលាយគឺចិញ្ចឹមតែមេរោគនិយាយរួមចិញ្ចឹមមេរោគរហូតដល់កើតជំងឺមួយគេហៅ dysbiosis មានន័យថាមេរោគអាក្រក់ដុសពេញពោះអញ្ចឹងអាហើមអាឆ្អល់អាពោះប៉ោងអាឈឺចង្កេះមកទាំងអស់ចា ឲ្យតែមានរោគសញ្ញាបែបហ្នឹងសុទ្ធតែបញ្ជាក់ថាលំពែងមានការចុះខ្សោយឬក៏រោគសញ្ញាទាំងអស់ហ្នឹងអាចជាជំងឺផ្សេងដែរឬក៏យ៉ាងម៉េចបាទការពិតរោគសញ្ញាបែបហ្នឹងវាមិនមែនមានតែពីការរលាកលំពែងតែមួយទេការរលាកពោះវៀនតូចការខ្សោយក្រពះការពុលអាហារផ្សេងអាចមានរោគសញ្ញាដូចគ្នាប្រហាក់ប្រហែលគ្នានឹងដែរក៏ប៉ុន្តែហេតុអ្វីយើងត្រូវដឹងនេះជាការរលាកលំពែងមែនឬមិនមែនមានន័យថាឲ្យតែអ្នកណារាកខូចលំពែងឲ្យតែញ៉ាំអាហារខុសខូចលំពែងមិនមែនចឹងទេក៏ប៉ុន្តែយើងចាំបាច់ត្រូវបែងចែកថានេះគឺមកពីរលាកលំពែងឬមួយក៏មិនមែនរលាកលំពែងទេអញ្ចឹងរបៀបព្យាបាលខុសគ្នាហេតុអ្វីបានយើងត្រូវចាំបាច់ដឹងបែងចែកឲ្យច្បាស់ថានេះមិនមែនជាការរលាកលំពែងដោយសារបើសិនជាយើងទុកត្រាំត្រែងយូរទៅគឺពេលដែលលំពែងយើងរលាកញ៉ាំអាហារចូលទៅដូចយើងបោះចោលក្នុងធុងសម្រាមអញ្ចឹងបានអីយកទៅចិញ្ចឹមរាងកាយហើយឡើងជាតិពុលទាំងអស់ហ្នឹងបានអីយកទៅបន្សាបបានអីយកទៅចាក់ចោលអញ្ចឹងយើងមិនត្រូវរស់នៅជាមួយនឹងការចាក់សេរ៉ូមតាមសរសៃណាចាក់ជាតិសាច់តាមសរសៃចាក់ជាតិស្ករតាមសរសៃចាក់ជាតិខ្លាញ់តាមសរសៃចុះបន្លែផ្លែឈើធ្វើម៉េចបើលំពែងរបស់យើងមិនធ្វើការអញ្ចឹងហើយបានយើងត្រូវធ្វើម៉េចទប់ស្កាត់កុំឲ្យការរលាកលំពែងហ្នឹងបន្តរហូតដល់ថ្ងៃមួយនោះគឺយើងខូចប្រព័ន្ធរំលាយអាហារស្ទើរតែទាំងស្រុងហើយពិបាករស់ណាស់ចាតើគេត្រូវធ្វើតេស្តដោយម្ដេចដើម្បីបញ្ជាក់ថាលំពែងកំពុងចុះខ្សោយបើយើងចង់ធ្វើតេស្តគឺគ្រប់មនុស្សដែលមានរោគសញ្ញាបែបហ្នឹងយើងគួរតែធ្វើតេស្តដើម្បីយើងបញ្ជាក់ខ្លួនយើងថាយើងមិនមែនរលាកលំពែងទេអញ្ចឹងតេស្តនៃការរលាកលំពែងគឺយើងមើលអ្វីគឺយើងមើលតេស្តឈាមនិងតេស្តលាមកសួរលាមកនឹងរកអីគេនៅក្នុងលាមកគឺយើងអាចរកអង់ស៊ីមបើសិនជាវាគ្រប់គឺយើងមិនរលាកលំពែងទេតែបើសិនជាយើងខ្វះគឺយើងចុះខ្សោយលំពែងហើយអញ្ចឹងយើងទៅមើលថាមូលហេតុអ្វីបើមូលហេតុមកពីញ៉ាំច្រើនហើយច្រើនអត់ឈប់យើងត្រូវការកាត់បន្ថយបើមូលហេតុមកពីខ្វះអង់ស៊ីមលំពែងគឺយើងជួយវាមួយរយៈជួយលំពែងមួយរយៈដើម្បីឲ្យលំពែងនឹងអាចផលិតអង់ស៊ីមបានមកវិញហើយជួយដាក់អង់ស៊ីមបន្ថែមពីព្រោះយើងអាចញ៉ាំអង់ស៊ីមរំលាយបាយរំលាយខ្លាញ់រំលាយសាច់ចូលទៅតាមចំណីអាហារពេលរបស់យើងរយៈពេលខ្លីយើងមិនអាចទៅញ៉ាំរហូតទេលើកលែងតែយើងនឹងខ្សោយលំពែងជារៀងរហូតដែលយើងកែលែងឡើងដោយសារយើងទុកយូរពេកយើងញ៉ាំច្រើនពេកហើយញ៉ាំស្ករក៏ច្រើនញ៉ាំស្រាក៏ច្រើនហើយលំពែងហ្នឹងក៏វាចេះកើតមហារីកដែរពេលដែលវារលាកយូរទៅអញ្ចឹងយើងអាចទៅរករកការរលាកដើម្បីទប់ស្កាត់ការកើតមហារីកលំពែងហើយបើសិនជាមានរលាកហើយគឺដាច់ខាតត្រូវតែតមស្ករជាពិសេសស្ករដែលជ្រាបលឿនបើយើងមិនតមទេមិនមែនគ្រាន់តែយើងកើតជំងឺទឹកនោមផ្អែមទេគឺយើងរលាកលំពែងដល់ចំនួនកំណត់មួយនៅពេលដែលយើងប្រើកោសិកាលំពែងខ្លាំងដើម្បីបញ្ចុះស្ករគឺលំពែងមានជំរើសតែពីរជំរើសទី1គឺកោសិកាលំពែងធ្វើអត្តឃាតអញ្ចឹងយើងកើតទឹកនោមផ្អែមត្រូវចាក់អ៊ីនស៊ូលីនមិនមែនផឹកថ្នាំតាមមាត់បានទេជំរើសទី2គឺលំពែងកើតទៅជាមហារីកអញ្ចឹងឯងបានឥឡូវហ្នឹងតាំងពីសម្បូរស្ករនិងសម្បូរស្រាមកគឺរលាកលំពែងហ្នឹងគឺមហារីកលំពែងឡើងលឿនណាស់មួយទៀតនៅពេលដែលលំពែងចុះខ្សោយយើងដាច់ខាតត្រូវតែរកមូលហេតុអ្វីបានជាលំពែងនឹងចុះខ្សោយអញ្ចឹងមិញយើងនិយាយពីការញ៉ាំច្រើនពេកអញ្ចឹងយើងកាត់បន្ថយការញ៉ាំមួយទៀតខ្វះប៊ីកាបូណាតអញ្ចឹងយើងបំពេញប៊ីកាបូណាតហើយយើងទៅមើលថៃបានប៊ីកាបូណាតយើងនឹងវាធ្លាក់ចុះអញ្ចឹងសួតក៏ផលិតប៊ីកាបូណាតតម្រងនោមក៏ផលិតប៊ីកាបូណាតនំប៉េងក៏ផលិតប៊ីកាបូណាតផលិតបានច្រើនណាស់អញ្ចឹងគ្រាន់តែវាផលិតហ្នឹងវាទម្លាក់អាស៊ីតអស់ហើយពីព្រោះប៊ីកាបូណាតហ្នឹង CO2 ឧស្ម័នកាបូនិកហ្នឹងបើសិនជាមិនយកវាទៅធ្វើជាប៊ីកាបូណាតទេគឺវាជាអាស៊ីតអញ្ចឹងគ្រាន់តែវាផលិតប៊ីកាបូណាតគឺប្រមូលអាស៊ីតហ្នឹងអស់ពីក្នុងខ្លួនបាត់ទៅហើយអញ្ចឹងតួនាទីលំពេងហ្នឹងសំខាន់ណាស់អញ្ចឹងយើងមើលប៊ីកាបូណាតត្រូវតែធ្វើតេស្តឈាមរកប៊ីកាបូណាតបើធ្លាក់ប៊ីកាបូណាតអ្វីដែលធ្វើជាបន្ទាន់គឺយើងត្រូវបំពេញប៊ីកាបូណាតជាមុនសិនចា៎ហើយចាំរកមូលហេតុក្រោយថាហេតុអ្វីបានជាប៊ីកាបូណាតហ្នឹងវាមិនគ្រប់ចំនួនបើថា
បញ្ហាមកពីប្រព័ន្ធរំលាយអាហារយើងញ៉ាំស្ករច្រើនពេកយើងត្រូវដកញ៉ាំអំបិលតិចពេកញ៉ាំប៊ីចេងច្រើនពេកញ៉ាំស្ករច្រើនពេកយើងត្រូវតែកែតម្រូវដុសមេរោគច្រើនពេកមេរោគនៅក្នុងមាត់ធ្មេញក៏ដុសច្រើនមេរោគក្នុងពោះវៀនតូចក៏ដុសច្រើនដោយសារការញ៉ាំច្រើនរយៈពេលវែងចឹងយើងសម្អាតអាមេរោគនឹងចេញដែរ stress យើងត្រូវទប់ស្កាត់ stress ញ៉ាំស្ករច្រើនពេកកាត់បន្ថយញ៉ាំស្រាច្រើនពេកកាត់បន្ថយអញ្ចឹងសរុបទៅគឺយើងអាចទាញយកកោសិកាសមត្ថភាពលំពេងត្រឡប់មកវិញចា៎ហើយនៅពេលដែលយើងធ្វើតេស្តឃើញមេរោគអីយើងសម្លាប់មេរោគហ្នឹងខ្វះមីក្រូបល្អយើងបំពេញមីក្រូបល្អបណ្ដាលមកពីស្ករយើងកាត់ស្ករបណ្ដាលមកពីស្រាយើងកាត់ស្រានិយាយរួមការធ្វើតេស្តរោគលំពេងខ្សោយត្រូវតែធ្វើទាំងឈាមទាំងលាមក ហើយនៅក្នុងឈាមមិនមែនមើលតែមុខងារលំពេងទេគឺដាច់ខាតត្រូវតែមើលមុខងារថ្លើមដែរហេតុអ្វីវាមានអង់ស៊ីមមួយនៅក្នុងចំណោមមុខងារថ្លើមហ្នឹងគឺ gamma GT gamma GT កាលណាឡើងមានពេលខ្លះមិនមែនរលាកថ្លើមទេគឺរលាកលំពេងគឺរលាកលំពេងឡើង gamma GT ដូចយើងរលាកថ្លើមដែរហើយមូលហេតុដូចគ្នាហើយពេលនោះគឺមកអំពីស្រាទាំងពីរចា៎ ឡើង LDH គឺរលាកលំពេងដោយសារស្ករថ្លើមក៏រលាកដោយសារស្ករអញ្ចឹងគឺមើលមុខងារថ្លើមដើម្បីដឹងអំពីមុខងារលំពេងដោយសាររបៀបរស់នៅរបៀបចិញ្ចឹមជីវិតរបស់វារបៀបបន្សាបជាតិពុលរបស់វាគឺវាមានប្រហាក់ប្រហែលគ្នាចា៎ដើម្បីធ្វើការព្យាបាលលំពេងនិងការពារលំពេងឲ្យមានសុវត្ថិភាពនឹងតើត្រូវមានវិធានការយ៉ាងម៉េចបាទអញ្ចឹងការព្យាបាលវាមានពីរផ្នែកផ្នែកទី1គឺយើងការពារគឺកុំញ៉ាំអាហារច្រើនពេក កុំញ៉ាំអាហារដែលបង្កការរលាកដូចជាអាហារលោកខាងលិចដូចជាមាន hamburger pizza នំ cake នំ donut ទឹកក្រូចកំប៉ុងទឹកដោះគោហើយយើងមានភេសជ្ជៈដូចជាកាហ្វេថែមទឹកដោះគោផងថែមស្ករផងអីយើងកាត់បន្ថយវាដើម្បីថែរក្សាសុខភាពលំពេងទាំងប្រព័ន្ធរំលាយអាហារទាំងមុខងារបញ្ចុះស្ករហើយយើងអាចរកមេរោគ ហើយយើងអាចកាត់បន្ថយ stress ហើយរបៀបរស់នៅដែលល្អមួយទៀតហ្នឹងក្រៅពីការហាត់ប្រាណហ្នឹងគឺយើងតមស្ករតមបារីនិងតមស្រាចា៎និយាយរួមមូលហេតុដែលធ្វើឲ្យលំពេងឈឺធ្ងន់ជាងគេហើយមិនមានអ្នកណាម្នាក់រួចខ្លួនហ្នឹងគឺឈឺទាំងអស់គ្នាឈឺតិចឬក៏ឈឺខ្លាំងហ្នឹងគឺអ្នកញ៉ាំច្រើនហើយអាចច្រើនហ្នឹងច្រើនទាំងអាហារសម្បូរស្ករហើយនិងស្រា ផ្នែកទី2នៅពេលដែលយើងរកឃើញមីក្រូបអាក្រក់គឺយើងសម្លាប់មីក្រូបអាក្រក់តាមរបៀបដែលបច្ចេកទេសដែលយើងមានហើយបើខ្វះមីក្រូបល្អក៏យើងដាក់តាមបច្ចេកទេសដែលយើងមានហើយអាស្រ័យទៅលើថាយើងខ្វះមីក្រូបអ្វីគឺយើងដាក់មីក្រូបនឹងឲ្យក្រៅពីនោះបើសិនជាយើងរកទៅមិនឃើញថាយើងមានឈឺលំពេងផងអញ្ចឹងវារឿងហ្នឹងមូលហេតុផ្សេងអញ្ចឹងយើងគួរពិគ្រោះឲ្យថាតើមូលហេតុអ្វីបើវាមិនមែនលំពេងហេតុអ្វីបានខ្ញុំមានរោគសញ្ញាអញ្ចឹង អញ្ចឹងវាជាការរលាកពោះវៀនតូចឬមួយក៏វាជាការអាឡែស៊ីចំណីអាហារឬមួយក៏ជាការដុសមេរោគឬមួយក៏ឆ្លងមេរោគផលិតជាតិពុលអញ្ចឹងអានឹងជាវគ្គមួយទៀតដែលយើងគួរនិយាយ